នេះគឺជាវីដេអូការប្រើប្រាស់របស់កាមេរ៉ាសុវត្ថិភាពតាហ័រ Model PQ F1 ដំបូងយើងត្រូវ download ជាមួយនឹងកម្មវិធី DMSS នៅក្នុង App Store ឬមួយក៏ Play Store រួចចុច Sign Up ដើម្បីបង្កើត account ជាមួយនឹង DMSS កន្លែងនេះយើងចង់បង្កើតជាមួយនឹងលេខទូរស័ព្ទក៏បាន Email ក៏បានរួចបង្កើតជាមួយនឹង Password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅហើយត្រូវលាយឡំជាមួយនឹងអក្សរធំនិងសញ្ញាពិសេសបន្ទាប់មកចុចពាក្យ Verification Code ហើយត្រូវធ្វើការ Verify មួយសិនបន្ទាប់មកវានឹងផ្ញើលេខកូដសម្ងាត់ចូលទៅកាន់លេខ Telegram របស់យើងហើយឬមួយក៏វា send ទៅ email ជំហានបន្ទាប់យើង copy លេខកូដនឹងមករួចផាសចូលទៅក្នុង app DMSS តែប៉ុណ្ណឹងគឺយើងបង្កើត account បានជោគជ័យហើយជំហានដំបូងយើងដោះស្ទះរបស់កាមេរ៉ាសិនមកដើម្បីដាក់ memory របស់យើងចូលរួចយើងសោក memory ចូលទៅយើងត្រូវសោកកាប់ memory ចុះក្រោមរួចចង្កត់ចូលហើយដោតជាមួយនឹងឆ្នាំងសាររបស់កាមេរ៉ាចំពោះខ្សែមួយនេះបើសិនជាយើងចង់ប្រើជាមួយនឹងខ្សែ LAN អ៊ីនធឺណិតយើងអាចដោតចូលរុននេះបានរួចរងចាំកាមេរ៉ាដំណើរការរួចរាល់សិនបន្ទាប់មកចូលទៅក្នុង app ចុចសញ្ញាបូកនិងចុចពាក្យ scan រួចយកទៅ scan ជាមួយនឹង QR code របស់កាមេរ៉ាកន្លែងនេះបើយើងចង់ប្រើជាមួយនឹងខ្សែ LAN យើងចុចខាងក្រោមបើចង់ប្រើ wireless ធម្មតាយើងចុចខាងលើហើយបើប្រើ wireless យើងត្រូវបើកជាមួយនឹង Bluetooth ដូចគ្នាបន្ទាប់មកចុច next រួចចុច next ម្ដងទៀតកន្លែងនេះបំពេញជាមួយនឹង password Wi-Fi របស់យើងហើយត្រូវប្រើជាមួយនឹង Wi-Fi 2.4G បន្ទាប់មកចុច next រួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវាដំណើរការរួចរាល់ចុច next ចុច get startតែប៉ុណ្ណឹងគឺយើងអាចកាមេរ៉ារួចរាល់ហើយចំពោះប៊ូតុងរូបកាមេរ៉ាមួយនេះគឺវាថតរូបសញ្ញាចេញពីកាមេរ៉ាផ្ទាល់ហើយកាមេរ៉ាមួយនេះវិញគឺវាថតវីដេអូចេញពីកាមេរ៉ាផ្ទាល់ហើយរូប macro មួយនេះវិញគឺសម្រាប់យើងនិយាយឆ្លងចេញពីទូរស័ព្ទទៅកាន់កាមេរ៉ាសុវត្ថិភាពចំពោះកន្លែងមួយនេះវិញគឺជាកន្លែងសម្រាប់យើងជ្រើសរើស resolution របស់កាមេរ៉ា record ហើយកន្លែង joystick មួយនេះវិញគឺកន្លែងសម្រាប់យើងបង្វិលកាមេរ៉ា360ដឺក្រេចំពោះប៊ូតុងមួយនេះវិញគឺសម្រាប់យើងបើកភ្លើង spotlight ហើយប៊ូតុងចុងគេមួយនេះវិញគឺសម្រាប់បើកភ្លេង siren កន្លែងមុខងារ playback មួយនេះវិញគឺសម្រាប់យើងមើលវីដេអូចាស់ៗដែលកាមេរ៉ាបាន record ទុកហើយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលយើងចង់បង្វិលទៅមើលបានចំពោះកន្លែង event មួយនេះវិញគឺជាវីដេអូសំខាន់នៅពេលដែលកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវាធ្វើការ record ទុកនៅកន្លែងមួយហ្នឹងបើយើងចុចខ្សែខាងលើមួយនេះគឺយើងចូលទៅកាន់ setting ចំពោះមុខងារដំបូងគេគឺជាមុខងារ Wi-Fi កន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរ Wi-Fi បានប៉ុន្តែអាចប្រើបានតែ Wi-Fi 2.4G តែប៉ុណ្ណោះមុខងារបន្ទាប់គឺជាកន្លែង AI detectionបើយើងចូលកន្លែង Smart Motion Detection នេះមកមុខងារដំបូងគេគឺជាមុខងារ Motion Detection មុខងារមួយហ្នឹងបើសិនជាយើងបើកទៅហើយមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងមុខងារបន្ទាប់គឺជាមុខងារ Human Detection មុខងារមួយហ្នឹងបើយើងបើកទៅហើយមានមនុស្សឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់យើងឲ្យបានដឹងហើយមុខងារចុងក្រោយគឺជាមុខងារ Vehicle Detection មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយមានយានយន្តឆ្លងកាត់កាមេរ៉ាសុវត្ថិភាពគឺវានឹងផ្ញើសារឲ្យយើងដឹងចំពោះមុខងារ Auto Tracking វិញនៅពេលដែលយើងបើកទៅហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងធ្វើការបង្វិលងារទៅតាមសកម្មភាពមួយហ្នឹងចំពោះកន្លែង detection area មួយនេះវិញយើងអាចធ្វើការដាក់គំនូរ zone នៅតំបន់ជាក់លាក់មួយណាបានហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់ zone មួយហ្នឹងគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយមុខងារ detection sensitivity វិញបើយើង set level ទាបគឺមុខងារ detection មិនសូវចាប់នោះទេបើយើងដាក់ level ខ្ពស់ទោះបីជាមានសកម្មភាពតិចតួចមុខងារ detection នៅតែដំណើរការចំពោះកន្លែង period មួយនេះវិញយើងអាចធ្វើការដាក់ schedule បានបើសិនជាយើងចង់ឲ្យមុខងារ detection ដំណើរការនៅម៉ោងណាមួយឬថ្ងៃណាមួយយើងអាច set នៅកន្លែងនេះដោយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលវាមានម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់នៅពេលដែលយើង set ហើយយើងចុច save មកគឺមុខងារ detection នឹងដំណើរការតាមការវិភាគហ្នឹងហើយចំពោះមុខងារ audio detection មួយនេះវិញ
បើសិនជាមានសំឡេងអ្វីមួយមិនប្រក្រតីដូចជាសំឡេងបែកកញ្ចក់ឬមួយក៏សំឡេងខ្លាំងៗនៅពេលដែលកាមេរ៉ាចាប់បានគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងហើយយើងក៏អាច set ជាមួយនឹង sensitivity របស់វាបានផងដែរបើយើងដាក់ high តោះតែសំឡេងឮខ្លាំងៗទើបវាធ្វើការ detect បើយើងដាក់ medium ឬមួយក៏ low ទោះបីសំឡេងខ្សោយឬមួយក៏សំឡេងធម្មតាគឺវានឹងធ្វើការ detect ភ្លាមមុខងារបន្ទាប់គឺជាមុខងារ AI link cake មុខងារដំបូងគឺជាមុខងារ siren មុខងារមួយនឹងនៅពេលដែលកាមេរ៉ា detect បានអ្វីមួយគឺវានឹងបញ្ចេញសំឡេង siren ភ្លាមមកហើយយើងធ្វើការសេរីកម្រិតសំឡេង siren បានផងដែរហើយយើងក៏អាចជ្រើសរើសប្រភេទ siren បានផងដែរចង់ប្រើប្រាស់ជាភាសាក៏បានឬមួយក៏សំឡេង siren ក៏បានហើយមុខងារមួយទៀតគឺជាមុខងារបាញ់ភ្លើង spotlight មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវាធ្វើការបាញ់ភ្លើង spotlight មកភ្លាមមកហើយយើងក៏អាចសេរីជាម៉ូដរបស់ភ្លើងក៏បានដែរមានមុខងារបាញ់ជា flash ឬមួយក៏បើកភ្លើង spotlight ជាប់ហើយក៏អាចសេរីជាមួយកម្រិតពន្លឺបានដូចគ្នាហើយយើងក៏អាចសេរីជាមួយវិនាទីរបស់វាបានផងដែរម្យ៉ាងទៀតយើងក៏អាចសេរីជាមួយនឹង period របស់ spotlight បានដូចគ្នាដែលឧទាហរណ៍យើងអាចធ្វើការឲ្យវាដំណើរការនៅតែពេលយប់និងបិទនៅពេលថ្ងៃចំពោះកន្លែង make adjustment មួយនេះវិញកន្លែង flip មួយនេះបើសិនជាកាមេរ៉ារបស់យើងបង្ហាញរូបភាពមិនច្បាស់យើងអាចបិទបើកទៅតាមនឹងបានចំពោះ detection box មួយនេះវិញគឺវាធ្វើការដាក់ជាប្រអប់ទៅលើ object ដែលវាចាប់បានចំពោះនៅក្នុងកន្លែង night mode វិញគឺជាមុខងារថតនៅពេលយប់មុខងារដំបូងគឺជា smart illustration គឺវានឹងថតជា color នៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាចំពោះមុខងារ white light វិញគឺវានឹងធ្វើការបាញ់ភ្លើង spotlight ពេញមួយយប់ដើម្បីថតជា color រហូតបើយើង close illustration វិញកាមេរ៉ាមិនប្រើប្រាស់មុខងារ night mode នោះទេគឺវាប្រើប្រាស់ភ្លើងមជ្ឈដ្ឋានខាងក្រៅដើម្បី record ចំពោះនៅកន្លែង recording មួយនេះវិញបើយើងប្រើប្រាស់ជាមួយនឹងមុខងារ record event កាមេរ៉ានឹងធ្វើការ record នៅពេលដែលមានសកម្មភាពឆ្លងកាត់តែប៉ុណ្ណោះបើយើងបើកមុខងារ general recording វិញគឺវានឹងធ្វើការ record ជាប់រហូតប៉ុន្តែយើងអាច set ជា schedule បានដែលយើងអាច set តាមថ្ងៃនិងម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់ឧទាហរណ៍បើសិនជាកាមេរ៉ារបស់យើងដំណើរការមិនប្រក្រតីយើងអាចចូលកន្លែងនេះមកដើម្បីធ្វើការ restart ប៉ុន្តែបើយើងចង់ធ្វើការ reset វិញយើងចុច delete មករួច tick កន្លែងប្រអប់នេះនិងចុច delete device រួចធ្វើការចុចប៊ូតុង reset នៅលើកាមេរ៉ាយើងចុចរហូតដល់ទៅឮសំឡេងបន្ទាប់មករងចាំវាដំណើរការឡើងវិញនិងវាលោតភ្លើងពណ៌បៃតងចាំយើងធ្វើការ scan វាម្ដងទៀត